វិស្មករខាងមុខនេះខ្ញុំដូចជាចង់នាំគ្រួសារដើរលេងនៅខេត្តកំពតមើលសេះសមុទ្រនាឡិកាយក្សជាពិសេសនោះគឺទឹកបាញ់តាមចង្វាក់ភ្លេងដែលគេកំពុងតែល្បីនៅខេត្តកំពតតែម្ដងបន្ទាប់ពីនោះពួកយើងក៏ត្រូវរកកន្លែងសម្រាកដូច្នេះហើយថ្ងៃនេះខ្ញុំសូមណែនាំរីសតមួយកន្លែងដែលនៅក្នុងខេត្តកំពតផ្ទាល់តែម្ដងដែលមានឈ្មោះថាកំសាន្តកំពតរីសតសម្រាប់អ្នកដែលចូលចិត្តបែបធម្មជាតិមានកន្លែងថតរូបស្អាតៗជាច្រើនកន្លែងមានកន្លែងសម្រាប់កូនៗលេងជាច្រើនកន្លែងហើយជាពិសេសនោះគឺមានគ្រឿងសមុទ្រស្រស់ៗនិងអាហារឆ្ងាញ់ៗដោយធ្វើពីចុងភៅជំនាញដែលនៅក្នុងភោជនីយដ្ឋាន Sunset Grow ដែលនៅក្នុងរីសតផ្ទាល់តែម្ដងឥឡូវនេះយើងមកស្ដាប់ការសម្ភាសន៍របស់គាត់តែម្ដងទៅសួស្តីខ្ញុំសាវុធីជាមេចុងភៅប្រចាំនៅកំសាន្តកំពតរីសតជាពិសេសខ្លួនខ្ញុំផ្ទាល់ជាអ្នកខេត្តកំពតពិតជាមានសេចក្តីរីករាយណាស់ដែលបាននាំយកនៅបទពិសោធន៍ដែលខ្លួនខ្ញុំបានធ្វើការកន្លងមកជាមួយនឹងអូតែលផ្កាយ5រីសតផ្កាយ5ខ្ញុំធ្លាប់បានចូលរួមប្រឡងមហោបកាលធ្វើការនៅ Nagavel ខ្ញុំជា chef មួយម្នាក់ដែលបានប្រឡងជួបមេដាយមាសផងដែរជាពិសេសនោះគឺខ្ញុំបានធ្វើការនៅក្នុងប្រទេសនិងចេញទៅក្រៅប្រទេសដើម្បីនាំយកមកបទពិសោធន៍ផ្សេងៗយកមកធ្វើការនៅកំសាន្តកំពតរីសតតែសំខាន់នោះគឺគ្រឿងសមុទ្រផ្សេងៗដោយសាររីសតកំសាន្តរបស់យើងនេះនៅជិតនឹងខែគ្រឿងសមុទ្រតលផងដែរអញ្ចឹងហើយការចម្អិនម្ហូបនៅទីនេះពោពេញដោយគ្រឿងសមុទ្រទាំងដើមបង្គាមឹកត្រីគឺស្រស់ល្អដើម្បីចម្អិនចែកជូនដល់ភ្ញៀវដែលគាត់បានមកលេងពិសាអាហាររីសតយ៉ាងនេះហើយគាត់មានអារម្មណ៍ដិតជាប់ពេលគាត់ត្រឡប់ទៅវិញគាត់នឹកឃើញដល់កំសាន្តនេះចង់មកហើយមកទៀតដោយមេចុងភៅនៅទីនេះគាត់យកចិត្តទុកដាក់ក្នុងការចម្អិនម្ហូបជូនដល់ភ្ញៀវហើយគាត់ពុកឲ្យមានរសជាតិឆ្ងាញ់បាទបន្ទាប់ពីស្ដាប់ការសម្ភាសន៍របស់គាត់ហើយខ្ញុំមានអារម្មណ៍ថាចង់ភ្លក់ស្នាដៃរបស់គាត់ខ្លាំងមែនទែនតោះនៅចាំអីទៀតខលក៏បន្ទប់ឥឡូវនេះ